រឿងវិញ្ញាណលាក់ខ្លួនក្នុងផ្ទះថ្មីសាច់រឿងនេះផងដែរគឺជារឿងវែងរន្ធត់និងអាចកំបាំងបំផុតសូមរីករាយសម្ដាប់ដោយតទៅក្តីស្រមៃដែលខ្លាចជាការពិតឬជាសុបិនអាក្រក់សុខានិងធីរីជាប្តីប្រពន្ធថ្មីថ្មោងមួយគូដែលបានខិតខំប្រឹងប្រែងសន្សំលុយជាច្រើនឆ្នាំដើម្បីទិញផ្ទះតខ្លួនចំនួន1ខ្នងហើយថ្ងៃមួយពួកគេបានឃើញការប្រកាសវិឡា2ជាន់ដ៏ស្អាតមួយនៅជ័យក្រុងក្នុងតម្លៃថោកជាងទីផ្សាររហូតដល់ពាក់កណ្ដាលបងមើលនោះផ្ទះទូលាយមានសួនច្បារទៀតផងតែតម្លៃមហាថោកមិនគួរឲ្យជឿឬមួយម្ចាស់គេប្រញាប់លុយទៅស្រុកក្រៅថេរីនិយាយទាំងក្តីរំភើបដោយបង្ហាញរូបភាពឲ្យប្តីមើលសុខារំភើបផងនិងងឿឆ្ងល់ផងហើយដោយសារតែចង់បានផ្ទះផ្ទាល់ខ្លួនពេកលោកក៏មិនបានគិតវែងឆ្ងាយអីទេក៏សម្រេចចិត្តតាក់ទងនឹងទិញនិងបានរៀបចំអីវ៉ាន់ចូលទៅរស់នៅភ្លាមៗផងដែរនៅថ្ងៃដំបូងការរើចូលមកនៅផ្ទះនោះស្អាតប្លែកមានបរិយាកាសត្រជាក់ខុសពីធម្មតាអ្នកចិត្តខាងដែលរស់នៅក្បែរនោះពេលឃើញពួកគេរើចូលរស់នៅក៏បានត្រឹមតែលួចសម្លឹងមើលពីចម្ងាយដោយខ្សែភ្នែកចម្លែកនិងពោពេញដោយក្តីបារម្ភប៉ុន្តែគ្មាននរណាម្នាក់ហ៊ានដើរចូលមកនិយាយប្រាប់រឿងអ្វីនោះឡើយភាពរីករាយរបស់ប្តីប្រពន្ធទាំងពីរបានរលាយបាត់ម្ដងបន្តិចបន្ទាប់ពីរស់នៅបានត្រឹមតែមួយសប្តាហ៍ហេតុការណ៍ចម្លែកចាប់ផ្ដើមកើតឡើងជាបន្តបន្ទាប់ម៉ោង2រំលងអធ្រាត្រសុខាតែងតែឮសំឡេងដូចជាមនុស្សដើរចុះឡើងតាមកាំជណ្ដើរខ្លាំងនិងសើចក្អាកក្អាយប៉ុន្តែពេលបើកទ្វារមើលគឺទទេស្អាតគ្មានអ្វីនោះទេរីឯម៉ោង3រំលងអធ្រាត្រវិញថេរីតែងតែញញើតញញើមដោយសារតែសំឡេងស្រីម្នាក់យំខ្សឹបខ្សួលចេញពីបន្ទប់ទឹកជាន់លើតែពេលចូលទៅមើលបំពង់ទឹកបែរជាបើកចោលដោយខ្លួនឯងហើយទឹកដែលហូរចេញមកពណ៌ក្រហមរងាលដូចជាលាយឈាមតិចក្លិនចម្លែកជារៀងរាល់ល្ងាចតែងតែមានក្លិនឆ្អេះឆ្អាសដូចជាសាកសពរលួយសាយភាយចេញពីជញ្ជាំងបន្ទប់គេបាញ់ទឹកអប់ទប់ក្លិនយ៉ាងណាក៏មិនបាត់នោះឡើយហើយសូម្បីតែសំណាងដែលជាឆ្កែចិញ្ចឹមរបស់ពួកគេក៏មិនហ៊ានឡើងទៅជន់លើដែរតែវាតែងតែព្រោះសម្លឹងទៅមើលពីដើមផ្ទះទាំងភ្នែកបើកធំហើយនឹងដើរថយក្រោយទាំងភ័យខ្លាចទៀតផងហើយនៅយប់មួយសុខាបានធ្វើការថែម៉ោងនៅក្រុមហ៊ុនទុកឲ្យថេរីនៅផ្ទះម្នាក់ឯងនៅយប់នោះផងដែរគឺមានភ្លៀងធ្លាក់ខ្លាំងនិងផ្គរក្រហមស្រាលដែលធ្វើឲ្យភ្លើងនៅក្នុងផ្ទះផ្លែតថេរីបានអុជទៀននិងដើររកទូរស័ព្ទរូបពេចនោះនាងក៏បានឃើញស្រមោលខ្មៅស្រពិចស្រពិលមួយឈរនៅចំជណ្ដើរនាងគិតថាជាប្តីត្រឡប់មកវិញហើយនាងក៏ហៅបងសុខាមែនទេស្រមោលនោះមិនឆ្លើយតបនោះទេហើយបានដើរថយក្រោយចូលទៅក្នុងបន្ទប់ទឹកងងឹតជាន់លើហើយដោយក្តីសង្ស័យផងនោះថេរីបានដើរទៅតាមពេលចូលទៅដល់ក្នុងបន្ទប់ស្រាប់តែទ្វារបិទគ្រាំងចាក់សោខាងក្រៅជាប់ពន្លឺទៀនរបស់នាងបានរលត់នៅក្នុងភាពងងឹតឈឹងនោះនាងមានអារម្មណ៍ថាមានថប់ដង្ហើមត្រជាក់ស្រឹបកំពុងតែដកដង្ហើមនៅក្បែរត្រចៀករបស់នាងរួមជាមួយនឹងសំឡេងខ្សឹបខ្សៀវចេញពីផ្ទះអញទៅថេរីស្រែកអង្វរករទាំងភ័យខ្លាចបំផុតស្រាប់តែភ្លើងបំភ្លឺឡើងវិញនាងក្រឡេកទៅមើលជញ្ជាំងក៏ឃើញមានស្នាមឆ្កូតអក្សរឈាមសរសេរថាស្លាប់ពេលនោះសុខាបានមកដល់ផ្ទះល្មមក៏ធាក់ទ្វារជួយប្រពន្ធចេញមកថេរីភ័យខ្លាចរហូតដល់សន្លប់បាត់ស្មារតីស្អែកឡើងសុខាមិនអាចទ្រាំបានទៀតឡើយលោកបានទៅស៊ូចាស់ទុំនៅជិតខាងក៏ដូចជាទៅស៊ូម្ចាស់ផ្ទះទាំងការខឹងសម្បាទីបំផុតអាត់កំបាំងត្រូវបានលាតត្រដាងព័ត៌មានលម្អិតនិងប្រវត្តិរបស់ម្ចាស់ផ្ទះនិងផ្ទះត្រូវបានលាតត្រដាងម្ចាស់ដើមជាគ្រួសារដែលអ្នកមានស្ដុកស្ដំមួយកាលពី5ឆ្នាំមុនសោតនេតកម្មមានចៅមួយក្រុមបានចូលទៅប្លន់និងសម្លាប់ម្ចាស់ផ្ទះទាំងគ្រួសារយ៉ាងព្រៃផ្សៃរួចញាត់សាកសពលាក់ក្នុងជញ្ជាំងបេតុងវិញ្ញាណវិលវល់ព្រលឹងរបស់អ្នកស្លាប់ទាំងអយុត្តិធម៌មិនបានទៅចាប់ជាតិនោះទេហើយតែងតែលួងបន្លាចអ្នកដែលចូលមកទិញផ្ទះបន្តបន្ទាប់រហូតគ្មានអ្នកណាហ៊ានរស់នៅទៀតឡើយក្រោយពីដឹងការពិតសុខានិងថេរីមិនហ៊ានរស់នៅបន្តទៀតនោះទេប៉ុន្តែដើម្បីភាពគោរពនិងការដឹងគុណដល់វិញ្ញាណក្ខន្ធដែលស្លាប់ទៅពួកគេបានអញ្ជើញព្រះសង្ឃជាច្រើនអង្គមកធ្វើពិធីសូត្រមន្តបណ្ដេញឧបទ្រពចង្រៃនិងឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធដល់ម្ចាស់ផ្ទះចាស់នៅក្នុងពិធីសូត្រមន្តនោះស្រាប់តែមានខ្យល់ព្យុះបក់បោកយ៉ាងខ្លាំងនៅក្នុងផ្ទះទៀនធូបត្រូវបានរលត់របួតអស់ប៉ុន្តែបន្ទាប់ពីព្រះសង្ឃសូត្រធម៌មេត្តាករុណានិងផ្សាយមេត្តាធម៌រួចខ្យល់ព្យុះនោះក៏បានស្ងប់ស្ងាត់ទៅវិញភ្លាមប្តីប្រពន្ធទាំងពីរបានលុតជង្គង់សំពះសុំខមារតោនិងសន្យាថានឹងធ្វើបុណ្យឧទ្ទិសកុសលជូនដល់ជារៀងរាល់ខែបន្ទាប់ពីពិធីបុណ្យនោះរួចពួកគេបានសម្រេចចិត្តបោះបង់ផ្ទះនោះចោលដោយសុខចិត្តខាតបង់លុយកាក់
ហើយពួកគេបានរើទៅរស់នៅបន្ទប់ជួលតូចរស់នៅវិញពួកគេបានរៀនសូត្រមេរៀនជីវិតដ៏ធំមួយនេះថារបស់ដែលថោកខុសពីធម្មតាឬបានមកដោយងាយៗពេលខ្លះវាអាចបង្កនូវតម្លៃដ៏គួរឲ្យរន្ធត់ហើយយើងមិនអាចប៉ាន់ស្មានបានទៀតឡើយចាប់ពីពេលនោះមកវីឡាដ៏ស្អាតនោះត្រូវបានគេបិទទ្វារចោលរងចាំទទួលជនរងគ្រោះថ្មីដែលមិនដឹងរឿងរ៉ាវមកជួបប្រទះបន្តទៀតហើយរឿងវិញ្ញាណលាក់ខ្លួនក្នុងផ្ទះថ្មីមកដល់ទីបញ្ចប់ហើយក៏អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការស្ដាប់និងទស្សនាវីដេអូមួយនេះផងដែរហើយជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបាយបាយបងប្អូនទាំងអស់គ្នា